ឯកឧត្តមរដ្ឋមន្ត្រីថោចេថាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹកនិងអូតូនិយមធ្វើទស្សនកិច្ចនៅវិទ្យាស្ថានអូតូនិយមហ្វាំងឡង់ក្នុងទីក្រុង Helsinki ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់នាព្រឹកថ្ងៃពុធ15កើតខែទុតិយាស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះឯកឧត្តមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានអូតូនិយមហ្វាំងឡង់ក្នុងទីក្រុង Helsinki ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Harry Pietarila នាយកសេវាកម្មបច្ចេកទេសនិងក្រុមការងារនៃវិទ្យាស្ថានអូតូនិយមហ្វាំងឡង់ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ប្រទេសហ្វាំងឡង់ក្នុងវិស័យវិទ្យាសាស្ត្រអូតូនិយមការព្យាករណ៍ប្រតិបត្តិការច្នៃប្រឌិត Digital និងការអភិវឌ្ឍស្ថាប័នជាពិសេសស្វែងយល់ពីរបៀបដែលវិទ្យាស្ថានអូតូនិយមហ្វាំងឡង់ប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនិងសេវាកម្មប្រតិបត្តិការដើម្បីផ្ដល់ព័ត៌មានអាកាសធាតុដែលត្រឹមត្រូវនិងអាចទុកចិត្តបានដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនិងសុវត្ថិភាពសាធារណៈក្នុងកិច្ចជំនួបឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិដែលនឹងរួមបញ្ចូលទិន្នន័យរ៉ាដាជលសាស្ត្រផ្កាយរណបនិងការសង្កេតលើដីដើម្បីធ្វើឲ្យប្រសើរឡើងនូវការព្យាករណ៍ការព្រមានទុកជាមុននិងការធ្វើសេចក្តីសម្រេចចិត្តព្រមទាំងការធ្វើទំនើបកម្មសេវាអូតូនិយមនិងជលសាស្ត្ររបស់ខ្លួនដើម្បីពង្រឹងការព្យាករណ៍អាកាសធាតុការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការគ្រប់គ្រងធនធានទឹកនិងភាពធន់នៃអាកាសធាតុឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថាវិទ្យាស្ថានអូតូនិយមហ្វាំងឡង់អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍអូតូនិយមរយៈពេលវែងនិងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់កម្ពុជាហើយកិច្ចពិភាក្សានាពេលនេះជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍រៀនសូត្រពីជំនាញបច្ចេកទេសនិងស្វែងយល់ពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្ដើមនៃភាពជាដៃគូដ៏រឹងមាំនិងយូរអង្វែងរវាងវិទ្យាស្ថានអូតូនិយមហ្វាំងឡង់និងក្រសួងធនធានទឹកនិងអូតូនិយមកម្ពុជាដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ